សូមជូនរឿងចៅលីសេងលេងតាទូរស័ព្ទជំរាបសួរក្មួយៗសូមស្វាគមន៍មកកាន់នាទីរៀងនិទានជាទីដែលយើងនឹងនាំគ្នាធ្វើដំណើរចូលទៅក្នុងពិភពដ៏អស្ចារ្យដែលពោរពេញដោយមេរៀនល្អៗនិងគួរឲ្យស្រឡាញ់ចៅលីសឹងនិងពិភពដ៏អស្ចារ្យទាំងពីរកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះចៅសេងចៅសេងជាក្មេងគួរឲ្យស្រឡាញ់រហ័សរហួនប៉ុន្តែមានទម្លាប់មួយដែលធ្វើឲ្យលោកយាយរបស់គេព្រួយចិត្តជាខ្លាំងគឺគេចូលចិត្តលេងទូរស័ព្ទណាស់រាល់ថ្ងៃពេលភ្ញាក់ពីគេងគេចាប់ទូរស័ព្ទភ្លាមពេលបាយគេមើលទូរស័ព្ទពេលល្ងាចគេដេកលេងទូរស័ព្ទរហូតដល់ងងុយដេកសូម្បីតែមេរៀនសាលាក៏គេមិនសូវអើពើដែរគឺធ្វើតែឲ្យរួយពីដៃប៉ុណ្ណោះលោកយាយរបស់ចៅសេងតែងតែអង្គុយត្បាញកន្ទេលនៅខាងមុខផ្ទះនិងបកខ្ទឹមពេលខ្លះលោកយាយឃើញចៅសេងក្បាលកប់នឹងអេក្រង់ទូរស័ព្ទភ្លេចពិភពជុំវិញខ្លួនលោកយាយក៏ដកដង្ហើមធំចៅសេងអើយមើលអានសៀវភៅនេះបន្តិចមើលមានរឿងនិទានសត្វព្រៃគួរឲ្យចាប់អារម្មណ៍ណាស់លោកយាយហៅចៅសេងឆ្លើយដោយមិនងាកមុខពីទូរស័ព្ទអត់ទេយាយចៅកំពុងមើលវីដេអូហ្គេមសប្បាយជាងសៀវភៅទៀតលោកយាយញញឹមប្រកបដោយក្តីមេត្តាចៅអើយពិភពលោកខាងក្រៅមានអ្វីៗជាច្រើនដែលគួរឲ្យចាំងរៀនសូត្រធម្មជាតិស្រស់ស្អាតបាក់សីច្រៀងរឿងនិទានក្នុងសៀវភៅនាំឲ្យយើងឆ្លាតវៃហើយអាចស្រមៃឃើញពិភពដ៏ធំទូលាយទូរស័ព្ទវាគ្រាន់តែជាពិភពទុយមួយប៉ុណ្ណោះចៅសេងមិនបានយកចិត្តទុកដាក់នឹងពាក្យលោកយាយប៉ុន្មានទេគេនៅតែបន្តលេងទូរស័ព្ទរហូតដល់យប់ជ្រៅយប់មួយចៅសេងបានដេកលក់ទាំងទូរស័ព្ទជាប់នឹងដៃក្នុងដំណេកគេសុបិនខែងខ្លួនឯងបានទៅដល់កន្លែងដ៏ប្លែកមួយវាជាពិភពមួយដែលគ្មានពណ៌មានតែពណ៌ប្រផេះស្រអាប់និងភាពស្ងប់ស្ងាត់ចម្លែកអ្វីៗទាំងអស់សុទ្ធតែជាអេក្រង់ទូរស័ព្ទដ៏ធំគ្មានទីបញ្ចប់មានកម្មវិធីហ្គេមរាប់រយរាប់ពាន់ដែលគេធ្លាប់លេងតែឥឡូវវាគ្មានសំឡេងគ្មានអ្នកលេងជាមួយគ្រាន់តែជារូបភាពដដែលគេព្យាយាមរត់តែហាក់ដូចជាជាប់គាំងមិនអាចទៅមុខបានគេព្យាយាមស្រែកហៅលោកយាយហៅមិត្តភក្តិតែគ្មាននរណាម្នាក់ឆ្លើយតបឡើយគេមានអារម្មណ៍ឯកោនិងធុញទ្រាន់ជាខ្លាំងទោះជាមានហ្គេមរាប់មិនអស់នៅជុំវិញខ្លួនក៏ដោយភ្លាមនោះពីចម្ងាយគេឃើញពន្លឺចែងចាំងមួយពន្លឺនោះមានពណ៌ឥន្ធនូដ៏ស្រស់ស្រាតមិនដូចពិភពប្រផេះដែលគេកំពុងនៅនោះទេពន្លឺនោះបាននាំគេទៅកាន់ផ្លូវមួយដែលពោរពេញទៅដោយដើមឈើធំបាក់សីច្រៀងពីរោះរណ្ដំនិងផ្កាចម្រុះពណ៌ស្រស់បំព្រងនៅទីនោះគេឃើញក្មេងៗជាច្រើនកំពុងអានសៀវភៅកំពុងគូរគំនូរកំពុងរត់លេងដេញចាប់គ្នាយ៉ាងសប្បាយរីករាយសំឡេងសាយកអាកអាយលាយលំនឹងសំឡេងធម្មជាតិធ្វើឲ្យគេមានអារម្មណ៍កោះក្ដៅនិងចង់ចូលទៅលេងជាមួយពួកធកចៅសេងព្យាយាមរត់ទៅរកពន្លឺនោះទៅរកពិភពដ៏ស្រស់ស្អាតនោះតែរាល់ពេលដែលគេរត់កម្មវិធីហ្គេមពីពិភពអេក្រង់ប្រផេះក៏បានព្យាយាមទាញដៃគេជាប់សំឡេងប៊ីបគ្មានន័យលួនឡើងញាប់ស្ទើរតែថ្លង់គេឮសំឡេងលោកយាយបន្លឺឡើងនៅក្នុងត្រចៀកគេថាចៅអើយចំណេះដឹងពិតប្រាកដគឺស្ថិតនៅក្នុងពិភពពិតនិងនៅក្នុងគំនិតដ៏ទូលាយของអ្នកមិនមែននៅក្នុងអេក្រង់តូចនេះទេចៅសេងប្រាំងរើបំរះអស់ពីកម្លាំងគេគិតថាបើសិនជាខ្ញុំនៅតែមើលទូរស័ព្ទបែបនេះខ្ញុំនឹងជាប់គាំងនៅក្នុងពិភពប្រភេទដ៏ឯកោនេះជារៀងរហូតហើយគេប្រមូលកម្លាំងទាំងអស់ទាញដៃចេញពីអេក្រង់ដែលទាញគេជាប់ហើយរត់ទៅរកពន្លឺដ៏ស្រស់ស្អាតនោះរំពេចនោះចៅសេងក៏ភ្ញាក់ពីដំណេកតាំងខ្លួនប្រាណបែកញើសជោកគេបើកភ្នែកធំសម្លឹងមើលទូរស័ព្ទនៅក្នុងដៃរបស់គេទូរស័ព្ទនោះមើលទៅហាក់ដូចជាធ្ងន់និងត្រជាក់ខុសពីធម្មតាគេនឹកឃើញសុបិនដ៏ចម្លែកនោះហើយយល់ពីអត្ថន័យនៃពាក្យលោកយាយចៅសេងក្រោកពីដំណេករត់ទៅរកសៀវភៅដែលលោកយាយធ្លាប់ហៅឲ្យអានគេបើកសៀវភៅហើយចាប់ផ្ដើមអានរឿងនិទានសត្វព្រៃមួយសន្ទុះក្រោយមកគេក៏ឃើញលោកយាយកំពុងអង្គុយត្បាញកន្ទេលនៅខាងក្រៅគេក៏យកសៀវភៅរត់ទៅអង្គុយជិតលោកយាយយាយចៅចង់ឲ្យយាយនិទានរឿងនិទាននេះម្ដងទៀតចៅសេងនិយាយទាំងញញឹមស្រស់
លោកយាយញញឹមយ៉ាងរីករាយលោកយាយអង្អែលក្បាលចៅសេងដោយក្តីស្រឡាញ់ចាប់ពីថ្ងៃនោះមកចៅសេងបានផ្លាស់ប្ដូរទម្លាប់របស់គេលេងទូរស័ព្ទតិចជាងមុនគេចំណាយពេលច្រើនជាមួយសៀវភៅរៀនមេរៀនសាលាឲ្យបានខ្ជាប់ខ្ជួនហើយថែមទាំងជួយកិច្ចការផ្ទះលោកយាយទៀតផងគេក៏ចេញទៅលេងខាងក្រៅជាមួយមិត្តភ័ក្តិរត់លេងដេញចាប់គ្នាលេងបាល់ទាត់យ៉ាងសប្បាយរីករាយពេលខ្លះគេក៏បានរកឃើញមន្តអាគមដ៏អស្ចារ្យដែលលោកយាយធ្លាប់និយាយគឺមន្តអាគមនៃធម្មជាតិស្រស់ស្រាយជុំវិញខ្លួនមន្តអាគមនៃការអានសៀវភៅដែលនាំគេទៅកាន់ពិភពផ្សេងៗនិងមន្តអាគមនៃការរៀនសូត្រដែលធ្វើឲ្យគេកាន់តែឆ្លាតវៃចៅសេងបានដឹងថាពិភពទូរស័ព្ទគ្រាន់តែជាផ្នែកតូចមួយនៃជីវិតប៉ុណ្ណោះពិភពពិតដ៏ធំទូលាយខាងក្រៅនិងចំណេះដឹងដែលលាក់ក្នុងសៀវភៅទើបជាពិភពដ៏អស្ចារ្យពិតប្រាកដដែលនាំមកនូវក្តីសុខនិងភាពឆ្លាតវៃដល់ខ្លួនគេហើយគេក៏បានរៀនពីរបៀបធ្វើឲ្យជីវិតមានតុល្យភាពរវាងការកម្សាន្តនិងការរៀនសូត្រ